យើងត្រូវដឹងថាប្រទេសខ្មែរជាប្រទេសរបស់យើងទាំងអស់គ្នាជាប្រទេសរបស់យើងទាំងអស់គ្នាយើងម្នាក់មានបញ្ញាមានវិញ្ញាណក្នុងការគិតណារហូតមកដល់ពេលបច្ចុប្បន្ននេះយើងបានបណ្ដោយឲ្យមនុស្សតាពីរបីនាក់គិតគូរទៅរឿងជាតិហើយយើងបានបណ្ដោយឲ្យមនុស្សគិតគូររឿងជាតិហ្នឹងគិតចិត្ត1000ឆ្នាំហើយគិតតែរឿងបំផ្លាញជាតិតែប៉ុណ្ណឹងតែដល់តែធ្វើបានទៅគឺថាបានយូរហើយតារាចង់ទៀតទៅណាឥឡូវដល់រឿងទៅទៀតតែจะឃើញប្រទេសខ្មែរយើងទៅមានឯករាជ្យនៅតាំងពីឆ្នាំ1954ដែលគេដឹងគេលឺគ្រប់គ្នាបាទឥឡូវហ្នឹងគ្មានណាណាមួយដឹងប្រកួតព្រមដាច់ខ្លួនឯងទៅណាតែសួរណាក៏មិនដឹងដែរដូច្នេះយើងឃើញអ្នកនយោបាយខ្មែរដែលដឹកនាំខ្មែរនឹងបោកប្រាស់រៀបឆ្នាំ1954ហ្នឹងម្ដងតែសត្វតកោះសន្តិភាពសត្វអីទៅសំវាមានឯករាជ្យឲ្យគេគោរពរាល់ឆ្នាំដើម្បីអីគឺដើម្បីតែមោទនភាពផ្ទាល់ខ្លួនប៉ុណ្ណឹងតែចំពោះជាតិឯងគឺអត់មានរហូតមកដល់ឆ្នាំ70ទៀតតែយើងធ្វើយ៉ាងណាមនុស្សខ្មែរងាប់រាប់ពាន់រាប់ម៉ឺននាក់គ្មានតាណាដឹងគ្មានតាណាលឺមកដល់ឆ្នាំ1975មនុស្សងាប់រាប់លាននាក់រហូតមកដល់ឥឡូវហ្នឹងតាណាក៏គ្មានទទួលខុសត្រូវដែរតាណាក៏គ្មានទទួលខុសត្រូវដែរបានពាក្យយួនមួយម៉ាត់បានពាក្យសៀមមួយម៉ាត់ហ្នឹងគឺតែដោះស្រាយលៀបគ្នាសម្លាប់គ្នាឯងរាល់ថ្ងៃតែរហូតមកដល់ឆ្នាំ79មកដល់ឆ្នាំ8ឆ្នាំ91តែតាណាធ្វើក៏តែធ្វើព្យុះធ្វើភ្លៀងធ្វើកោតែម្នាក់ឯងតែរហូតដល់ឆ្នាំ91គេរកសន្តិភាពឲ្យគ្រប់គ្នាទាំងអស់ទៅហើយតែព្រមព្រៀងទាំងអស់ហើយមនុស្សណាព្រមព្រៀងថ្ងៃទី23ខែតុលាឆ្នាំ1991គឺអ្នកនយោបាយខ្មែរទាំងអស់ហ្នឹងរួមទាំងលោកហ៊ុនសែនផងហើយដល់ឥឡូវអ្នកទាំងអស់ហ្នឹងកិច្ចមិនព្រមទទួលស្គាល់អ្នកបម្រើជាតិហើយមិនព្រមទទួលស្គាល់អ្វីដែលជាតិត្រូវការដល់នោះគេហៅអីថាពពួកអក្បត់ជាតិបើតែយើងនិយាយទៅវាខាត់តែយើងនិយាយទៅវាប្រៀបធៀបទៅចំណងខ្មែរក្រហមតែចំណងខ្មែរក្រហមក៏ចំណងវាចំណងដល់ឥឡូវក៏ចំណងវាតែវាធ្វើតាមបានតាមតែធ្វើចិត្តទាំងអស់តែវាធ្វើបានតាមធ្វើចិត្តទាំងអស់យើងឃើញឧទាហរណ៍តែសពថ្ងៃហ្នឹងវាយ៉ាងម៉េចណាមនុស្សខ្មែរចំណងឆ្នាំ75មានមិនបាន10លានអ្នកផងស្លាប់អស់2លានអ្នកឥឡូវឡើងដល់5-10លានអ្នកមនុស្សខ្មែរប្រហែលស្ត្រីខ្មែរមួយឆ្នាំកើតកូន2ដងខែសាប់មនុស្សណាប្រហែលឆ្នាំមកឡើងដល់5-10លានអ្នកតែយើងគិតមើលតែយួនចូលមកទាំងឡានមកស្រុកខ្មែរណាយើងខ្មែរក្រមនោះសុំតែ21នាក់ទៅធ្វើការឲ្យធ្វើមិនរួចមិនដឹងពីមូលហេតុអីតែមិនដឹងពីមូលហេតុអីបន្ទាស់នេះបន្ទាស់នោះគ្រប់មុខទាំងអស់តែរកមូលហេតុមិនឃើញហើយដល់ខ្មែរក្រមសហព័ន្ធនឹងនិយាយទៅថាសហព័ន្ធនឹងប្រហែលគណៈបកប្រឆាំងតែយើងមិនគណៈបកប្រឆាំងទេគឺក្រុមអ្នករកយុទ្ធធម៌តែធ្វើម៉េចឲ្យអាធម្មដូចនៅស្រុកខ្មែរនោះតែធម្មដូចនៅស្រុកខ្មែរថាខ្មែរនៅណាជាខ្មែរដែរដល់ខ្មែរក្រមឆ្លងមកនោះវាមិនទៅជាខ្មែរហើយវាមិនទៅជាខ្មែរហើយតែយើងតមកនោះម្ដងចេះទៀមតាមឲ្យណាហើយចេះតែប្រៀបធៀបទៅចេះតែប្រៀបធៀបទៅចុះតែសូម្បីតែហ៊ុនសែនខ្លួនឯងហ្នឹងហើយយើងសួរមើលឆ្នាំ79 73តែមកស្រុកខ្មែរមកដល់ណាមកជាមួយហ៊ុនសែនហ្នឹងយើងក៏និយាយឆ្នាំ70ដែរតែពួកខ្មែរក្រៅនេះគេមកជាមួយមិនមែនពួកយួនទេតែដល់រាល់ថ្ងៃហ្នឹងដឹងគុណណាដឹងគុណយួនដល់7មករារាល់ឆ្នាំចាប់ពីណាចាប់ខ្មែរក្រៅហើយយើងឃើញមើលវាផ្ទុយរបៀបណាមនុស្សអញ្ចឹងវាអត់មានដឹងគុណណាទេតែបើអត់មានដឹងគុណណាចឹងបើខ្ញុំថាមានណាខ្លះវាកើតមកអត់ចាំជាតិតែបើកើតមកច្រឡំប្រទេសវាកើតមកប្រចាំជាតិមិនដឹងជាតិវាខ្លួនវាជាតិអីតែយើងឃើញណារាល់ថ្ងៃបើដឹងជាតិវាជាតិអីតែបងប្អូនខ្មែរក្រម្នាក់ស្លាប់ហ្នឹងយើងស្អែកជ្រាវជុំវិញពិភពលោកទាំងអស់តែយួនស្លាប់ទៅវាបន្តបានទៅយើងឃើញថ្ងៃមុននេះវាអតីតកន្លងហើយទៅស្ទៀងស្លាប់3នាក់មានរដ្ឋាភិបាលខ្មែរហ្នឹងជឿចាលទីកាតែអ្នកខ្លាំងបរោះខ្លាំងទៅណាតែខ្លាំងបានតែស្អប់គ្នាឯងតែធ្វើនយោបាយយូរទៅដឹកនាំប្រទេសជាតិយូរទៅគឺដឹកនាំរបៀបស្អប់តែឲ្យតាណាជំទាស់ហ្នឹងគឺស្អប់គេណាមកពីចាស់មកពីចុះហើយយើងបានពួកអ្នកដែលអ្នកធ្វើព្រៀបឲ្យរដ្ឋាភិបាលធ្វើស្ទេចរដ្ឋាភិបាលទៅនិយាយតែប៉ុណ្ណាតែម្នាក់ស្អប់របបកុម្មុយនីសបណ្ដារហូតដល់ឥឡូវហ្នឹងទៅជារបបកុម្មុយនីសហ្នឹងល្អទៅវិញទៅជារបបកុម្មុយនីសហ្នឹងល្អទៅវិញតែដូច្នេះហើយសូមឲ្យបងប្អូនខ្មែរយើងទាំងអស់ហ្នឹងឲ្យមានស្មារតីរឹងមាំឡើងប្រទេសខ្មែរប្រទេសរបស់យើង
បានប្រទេសលោកហ៊ុនសែនបានប្រទេសប្រព័ន្ធគាត់បានប្រទេសអូគាត់បានប្រទេសបាក់ពួកប្រក្រុមតូចទៅតែសពថ្ងៃនេះវាលក់ទាំងអស់ហើយតែពូនឹងវាមានបានគិតរឿងពូរណភាពទឹកដីណាវាគិតតែតាមដីរបស់វាតែចង់ឲ្យដល់ណាឲ្យចង់ធ្វើអីធ្វើតាមអំពើចិត្តទាំងអស់តែចង់ធ្វើអីធ្វើតាមអំពើចិត្តទាំងអស់ហើយនៅថ្ងៃហ្នឹងក៏ថាសូមបងប្អូនត្រឡប់ទៅវិញទៅជួយទូរស័ព្ទជួយតាក់ទងគ្នានៅគ្រប់កន្លែងទាំងអស់ហើយបើយើងមិនរួបរวมគ្នាទៅយួនយ៉ាហើយតែសូមកុំភ្លេចតែយើងថាយើងមិនបានអ្នកនយោបាយតែយើងមិនអ្នកនយោបាយខ្ញុំទទួលស្គាល់ប៉ុន្តែប្រទេសនោះប្រទេសរបស់យើងតែមិនបានប្រទេសរបស់អ្នកនយោបាយទេតែមិនបានប្រទេសរបស់អ្នកនយោបាយទេបើយើងគិតតែបណ្ដោយឲ្យអ្នកនយោបាយគេធ្វើហ្នឹងយើងគិតធ្វើម៉េចហើយចង់គេសម្លាប់ចោលទៅសម្លាប់ទៅចង់គេធ្វើអីក៏ធ្វើតាមតែអំពើចិត្តគេទៅហើយយើងថាផានដីមួយខ្លះទេផានដីមួយទូលបណ្ណាឯងមិនរួចទេតែពណ៌ទទួលមិនរួចទៅបានយើងគ្រប់គ្នារដ្ឋបាលហៅគ្រប់គ្នាមកវាមិនបានផានដីតែម្នាក់តែយើងបកលឲ្យគេទូលទៅបណ្ណាឯងគេទៅគេចង់កាប់បណ្ណាក៏បានគេចង់សម្លាប់បណ្ណាក៏បានគេចង់ឲ្យបណ្ណាក៏បានគេចង់បញ្ជោគ្នារបៀបណាក៏បានដែរយើងឃើញមើលប្រទេសខ្មែរលិចលង់បណ្ណាហើយឃើញតែអាដាក់បញ្ជោគ្នាទេតែកាលប្រទេសឯករាជ្យមិនហៅបកគោណាមហាវីរៈក្សត្រដល់ប្រទេសលហេបលហាងហៅបកគោណាមហាវីរៈក្សត្រការដែលច្បាំងតែយើងបានឯករាជ្យគួរទៅហៅមហាតេជោដល់ឥឡូវនេះជួនជួលពេញស្រុកហៅមហាតេជោជួលមកច្បាំងពេញខ្មែរធំតើតែពួកហ៊ុនសែនដាក់ដេកថាហេតុអីក៏ស្នាដៃក៏ធំដែរតែវាណាដាក់ខ្លះណាសខ្មែរមើលបណ្ដាច់ទៅគាត់សញ្ញាបត្រនឹងជួពេញចឹងទាំងអស់តែបើអត់មានគិតរឿងស្អីទាំងអស់តែបើអត់មានគិតរឿងស្អីទាំងអស់តែម្នាក់មួយថ្ងៃគិតតែបញ្ជោគ្នាគេទៅសង់សាលាឯកជននៅស្រុកខ្មែរតែបានស្អីបដូរគេសង់សាលាមួយគេរកលុយរាប់រយលានតែដាក់ក្រុមហ៊ុនដាក់អង្គការដាក់បច្ចាបណ្ដុលរបស់គេឲ្យមួយនឹងបានសញ្ញាបត្រដុកទ័របាត់ស្លឹកទាំង4ដល់គ្នា4គ្នាតែចានេះបានតែចានោះបានតែសញ្ញាបត្រនេះណាគេសង់គេយកដីយើងគេជិះជាន់លើរាជយើងតែពេលដឹកនាំប្រហែលអ្នកហ្នឹងបានតែកដាស់ម្នាក់មកស្លឹកយកមកធ្វើអីមិនយកមកធ្វើអីចាឥឡូវអាណាក៏ដុកទ័រដែរដុកទ័រហ្នឹងទាំងអស់ដុកទ័រពួកហ្នឹងសិតតែដុកទ័រគណៈបាប្រជាជនសិតតែដុកទ័រឈឺនៅដុកទ័របានសញ្ញាបត្រនេះវាឈឺខ្លួនវាគ្រប់គ្នាទាំងអស់មានធ្វើអីបានកើតតែជំងឺសរសៃប្រសាទហ្នឹងឥឡូវវិញចឹងតែតែគេនិយាយទៅសិតតែគេចេះសិតតែគេចាំមានអាអ្នកនាំពាក្យរដ្ឋាភិបាលថាខ្មែរនៅការប្រទេសមិនស្គាល់ស្រុកខ្មែរគេស្គាល់ស្រុកខ្មែរបានគេរត់ចេញមកដល់ពួកវាទៅពួកមនុស្សខូចតែគេទៅហ្នឹងតែវាយ៉ាងម៉េចខ្លះតា7មករាបើគ្មាន7មករានេះគ្មាន$23 7មករានោះគឺជាថ្ងៃដែលពិភពលោកគេថាជាយុទ្ធធានមាននៅស្រុកខ្មែរចឹងតែមិនបានវាមកជួយប្រទេសខ្មែរយើងទេវាបំផ្លាញស្អីខ្លះនៅស្រុកខ្មែរហ្នឹងពេលឆ្នាំដល់ថ្ងៃទី7មករាក្រៅពីលួចក្រៅពីប្លន់តែក្រៅពីគម្រាមក្រៅពីសម្លាប់ខ្មែរតែដល់គេធ្វើឲ្យមានសន្តិភាពគេជួយគ្រប់គ្នាគេយកលុយរាប់រយរាប់ពាន់លានទៅឲ្យពួកដែលទាំងអស់ហ្នឹងគុំឲ្យលួយមានរហូតដល់10ថ្ងៃទៅតែ$23ទៅមិនកើត$23នេះតែពួកវាមានឡានថ្មីជាមានផ្ទះថ្មមានលុយរាប់លានដាក់កបោម្នាក់មិនបានដល់7មករាហ្នឹងតើហេតុអីក៏ពួកវាមិនភ្ញាក់ខ្លួនណាពួកវាមិនភ្ញាក់ខ្លួនចម្លើយយើងចង់ធ្វើម៉េចឲ្យដាក់នយោបាយខ្មែរហ្នឹងជាភាសាគណៈបកប្រជាជនហ្នឹងកុំឲ្យធ្វើនយោបាយតាមទាន់ចតកដល់ស្លាប់តែកុំភ្លេចប្រវត្តិសាស្ត្រខ្មែរយើងអាឆ្នាំមិនឲ្យចាញ់រួចខ្លួនទេហើយកុំស្មានតែនៅចឹងរហូតបើបណ្ដំគ្នាបដូរចរិតឲ្យคล้ายខ្លួនទៅជាខ្មែរទេថ្ងៃក្រោយមានខ្មែរណាឆ្នាំហ្នឹងគេមកប្រតាមទាន់ចតកដកស្លាប់ដូចគ្នាហ្នឹងហើយយើងមិនចង់ឲ្យមានវិនិស្សកម្មវាមានចរិតមានឈាមខ្មែររបៀបចឹងទៀតទេតែសូមឈប់បន្តដាក់មួយចាញ់រដ្ឋពឹងសៀមដាក់មួយចាញ់រដ្ឋពឹងយួនទៅហើយយើងឃើញយួនជួយស្អីយើងខ្លះតែបើយកដីយើងអស់មកជំរាបតកមិនដែលយួនធ្វើថ្ងៃ7មករាអរគុណខ្មែរទេពួកយកម្មពួកយមិញមកនៅព្រំដែនខ្មែរតាមច្បាំងអាមេរិកកាំងច្បាំងយួនខាងត្បូងណាតើវាមានដើរធ្វើថ្ងៃ7មករាអរគុណខ្មែរទេតែហេតុអីក៏មិនសួរហើយយើងមើលណាយើងមើលហើយសម័យបងប្អូនខ្លះទេ
đang cố khăn công mai cả hôm đó đang na chiết ọp yuan cho bằng yuanยังเคยមានតាណាមួយជាន់មានផ្ទុះនៅព្រំដែនយួនខ្មែរទេមិនដែលមានទេតែមាននៅជាមួយសៀមនេះទៅវិញវាយ៉ាងម៉េចតែយួនសត្រូវសួរពួយជាមួយខ្មែរណាតាំងពីចំនួនណាមករហូតដល់ចំនួនខ្មែរក្រហមនឹងស៊ីសាច់ឈុតឈាមកុំអោយមានតាណាមួយជាន់មានមួយស្លាប់នៅព្រំដែនខ្មែរយួនអាហ្នឹងយើងត្រូវចេះឆ្ងល់ផងតែយើងត្រូវចេះឆ្ងល់ផងវាយ៉ាងម៉េចម្ល៉េះហើយម្នាក់ត្រូវតែខិតខំត្រូវតែជំរុញត្រូវតែសាមគ្គីគ្នាឡើងត្រឡប់ទៅវិញឆ្នាំក្រោយយើងនឹងធ្វើយ៉ាងណាដល់ឲ្យបានមនុស្សរាប់រយមនុស្សរាប់ពាន់នាក់ហើយយើងធ្វើយ៉ាងណាត្រឡប់ទៅវិញអំពាវនាវបងប្អូនខ្មែរយើងនៅស្រុកខ្មែរគ្រប់គណៈបកនយោបាយគ្រប់និន្នាការនយោបាយគ្រប់អង្គការក្រៅរដ្ឋាភិបាលអ្នកបញ្ញវន្តត្រូវតែហ៊ានចេញមុខហ៊ានក្រោកឈរឡើងកុំបាច់លាក់មុខបើថាយើងជាខ្មែរមិនបាច់ចាក់លាក់មុខទៅកើតនៅស្រុកណាឈ្មោះអីភូមិអីធ្វើអីនឹងហ៊ាននិយាយទៅតែកុំឲ្យលាក់មុខតែបើយើងលាក់មុខគេយកហើយតែយើងបដ ாய் ខ្លួនយួនទៅយកស្រុកហ្នឹងតែដល់ចឹងហើយបើថាយើងបដ ாய் ទៅ5ឆ្នាំបដ ாய் ទៅ10ឆ្នាំទៀតស្រីនៅស្រុកខ្មែរហ្នឹងបាច់មួយទៅដោះគោនេះសស្រាប់20ឆ្នាំទៀតហ្នឹងតែអស់ហើយវាតំបល់ដៃបាយទៅឡើងមានទៀតហើយតែបើថាយើងនៅតែបដ ாய் ចឹងបាទសូមអរគុណ